សួស្តីពុកម៉ែបងប្អូនអ៊ំពូមីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រឿងខ្មោច TV បាទហើយពាក់ព័ន្ធជាមួយនឹងសាច់រឿងថ្ងៃនេះគឺសាច់រឿងបានមកពីប្អូនប្រុសរស្មីបើគាត់បានជួបរឿងនេះហេតុការណ៍នេះតាំងពីគាត់នៅក្មេងដែរបាទតែមកដល់បច្ចុប្បន្ននេះគឺគាត់បានយកមកបាទចែករំលែកជាមួយនឹងខ្ញុំក៏បានយកមកសម្រាប់ជូនទៅដល់បងប្អូនអ៊ំពូមីទាំងអស់គ្នាដើម្បីស្ដាប់ទៀតហើយពាក់ព័ន្ធទៅនឹងសាច់រឿងនេះគឺសាច់រឿងព្រាយខ្លាបាទហើយបងរស្មីគាត់បាននិយាយជាមួយនឹងសាច់រឿងនេះមកកាន់ខ្ញុំការគាត់នៅក្មេងគឺគាត់បានចូលព្រៃជាមួយនឹងឪពុករបស់គាត់បាទជាអ្នកកាប់អស់កាប់អីចឹងទៅពេលដែលគាត់បានចូលកាប់អស់ជាមួយនឹងឪពុករបស់គាត់នៅក្នុងព្រៃមួយដ៏ជ្រៅគាត់ក៏បានជួបរឿងអកុសលមួយជាមួយនឹងឪពុករបស់គាត់នៅថ្ងៃនោះឪពុករបស់គាត់ក៏បានចូលទៅកាប់អស់ជាមួយនឹងកូនធម្មតាបាទបងរស្មីរឿងឪពុករបស់គាត់ក៏បានស្រាប់តែឮសំឡេងមួយក្រហមបាទចំណែកកូនក៏បានសួរទៅកាន់ឪពុកគាត់អញ្ចឹងទៅហ្នឹងហើយឪពុកគាត់ក៏បាននិយាយថាវាមិនមែនជាអីទេកូនមិនបាច់ទៅភ័យទេហ្នឹងហើយហើយប្អូនរស្មីថ្ងៃហ្នឹងគឺជួបរឿងអកុសលខ្លាំងមែនទែនជាមួយនឹងឪពុករបស់គាត់បាទអញ្ចឹងបើសិនជាបងប្អូនចង់ដឹងជាមួយនឹងសាច់រឿងនេះទៅមុខបន្តទៀតទៅបែបណាបងប្អូនកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងហ្នឹងហើយហើយបើកសញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីនិងសាច់រឿងបន្ថែមទៀតហ្នឹងហើយហើយសាច់រឿងរបស់យើងគឺចាប់ផ្ដើមមកពីប្អូនរស្មីនឹងតែម្ដងបាទកាលនោះប្អូនរស្មីគឺគាត់នៅក្មេងនឹងទេប្អូនរស្មីកាលនោះគាត់មានអាយុដូចជាទើបតែ9ឆ្នាំទៅ10ឆ្នាំទេគាត់និយាយអញ្ចឹងណាហើយកាលហ្នឹងក៏ប្អូនរស្មីគាត់ក៏បានចូលទៅក្នុងព្រៃឬក៏កាប់អស់កាប់អីហ្នឹងជាមួយឪពុករបស់គាត់គឺជាប្រចាំថ្ងៃទៅហើយដោយសារពួកគាត់រស់នៅតំបន់ព្រៃភ្នំនៅថ្ងៃហ្នឹងឪពុករបស់ប្អូនរស្មីគាត់ក៏បានហៅប្អូនរស្មីទៅកាប់អស់ជាមួយដោយសពថ្ងៃអញ្ចឹងហ្នឹងហើយថ្ងៃហ្នឹងចំជាថ្ងៃមួយហ្នឹងគឺប្អូនរស្មីហ្នឹងគាត់ក៏មានអារម្មណ៍មួយថាគាត់អត់ទៅសប្បាយចិត្តគាត់អត់ចង់ទៅកាប់អស់ឬក៏អត់ចង់តាណាតាណីទៀតទេគាត់ចង់នៅសម្រាប់នៅផ្ទះអីចឹងទៅបាទគ្រានោះពេលដែលព្រឹកឡើងព្រលឹងស្រាងឪពុករបស់គាត់ក៏តែងតែដាស់កូនរបស់គាត់ហ្នឹងទៅកាប់អស់ជាប្រចាំបាទនៅថ្ងៃហ្នឹងពេលដែលគាត់ដាស់កូនរបស់គាត់ក៏ហៅពីខាងមុខផ្ទះថាអើយរស្មីភ្លឺឲ្យកូនងើបប្រញាប់ទៅព្រៃកាប់អស់ជាមួយនឹងឪពុកនៅពេលហ្នឹងរស្មីគាត់ក៏បានស្រែកសំឡេងនឹងពីក្នុងផ្ទះមកវិញគាត់ក៏បានប្រាប់ទៅកាន់ពុកគាត់ថាអត់ទេពុកអើយថ្ងៃនេះខ្ញុំអស់កម្លាំងខ្ញុំហត់ខ្ញុំចង់សម្រាកខ្ញុំអត់ទៅមួយថ្ងៃបានអត់ឪពុករបស់គាត់ក៏បាននិយាយថាបើកូនអស់កម្លាំងខ្លាំងកូនមិនបាច់ទៅទេប៉ុន្តែបើថាកូនអត់ស្រួលខ្លួនខ្លាំងកូនប្រាប់ពុកនឹងនៅមើលថែកូននេះអញ្ចឹងទៅណាបាទនៅពេលហ្នឹងបងរស្មីគាត់ក៏មានអារម្មណ៍មួយថាអង្គុយគិតមួយសន្ទុះអញ្ចឹងទៅគាត់ថាចង់ទៅបន្តិចអត់បន្តិចនៅពេលហ្នឹងបងរស្មីគាត់ក៏ស្ទាក់ស្ទើរខ្លាំងមែនតើក៏បងរស្មីគាត់ក៏អត់បានរញ៉េរញ៉ៃយូរគាត់ក៏បានសម្រេចចិត្តទៅជាមួយនឹងពុករបស់គាត់បាទគាត់ក៏បានរៀបចំជាមួយនឹងអីវ៉ាន់របស់គាត់បាទជាមួយនឹងកន្ត្រកនិងកំបិតផ្គាក់របស់គាត់ទៅពីអ្នកឪពុករបស់គាត់ចូលព្រៃដោយរាល់ថ្ងៃអញ្ចឹងនៅពេលហ្នឹងពីអ្នកឪពុករបស់គាត់ហ្នឹងរស្មីនិងឪពុករបស់គាត់ក៏បានចូលទៅក្នុងព្រៃហើយថ្ងៃនេះឪពុកគាត់ក៏បាននិយាយថារស្មីថ្ងៃនេះគឺពុកនាំកូនចូលទៅក្នុងព្រៃជ្រៅបន្តិចហើយកូនខ្លាចអត់រស្មីក៏បាននិយាយប្រាប់ទៅពុករបស់គាត់ថាមិនអីទេពុកខ្ញុំដើរតាមពុករាល់ថ្ងៃនេះខ្ញុំសឹងតែស្គាល់ព្រៃទាំងអស់ទៅហើយខ្ញុំមិនដែលគិតថាខ្ញុំខ្លាចអ្វីទេឲ្យតែខ្ញុំមកជាមួយពុកខ្ញុំមិនដែលភ័យទេឪពុករបស់គាត់ក៏បាននិយាយថាឲ្យតែកូនដឹងច្បាស់កូនស្គាល់តំបន់ព្រៃនេះច្បាស់កូនដើរតាមតែពុកមកកូនមិនទៅណាឆ្ងាយពីពុកអីខ្លាចវិញផ្លូវនៅពេលហ្នឹងកូនរបស់គាត់ហ្នឹងក៏បាននិយាយឆ្លើយទៅថាបាទពុកចាំខ្ញុំដើរតាមពុកនៅពេលហ្នឹងឪពុករបស់រស្មីនេះក៏បាននាំរស្មីចូលទៅក្នុងព្រៃរឹតតែជ្រៅបាទហើយដោយសារអ្វីដោយសារថានៅជិតភូមិគឺគាត់កាប់អស់ជារាល់ថ្ងៃហ្នឹងគឺសឹងតែអស់ទៅហើយគឺអត់មានអស់ទៀតទេបាទហើយដោយសារកាប់ព្រៃហ្នឹងគឺកាប់អស់ហ្នឹងមិនមែនតែគាត់ម្នាក់ទេបាទអ្នកភូមិអ្នកផងលបងចិត្តគាត់ហ្នឹងគឺគេកាប់ច្រើនគ្នាណាគេយកទាំងអស់ទាំងគ្នាហ្នឹងដោយសារពេលហ្នឹងគឺសម័យហ្នឹងគឺមិនទៅជាតំបន់ព្រៃភ្នំមិនមានការងារអ្វីធ្វើដូចបច្ចុប្បន្នទេហ្នឹងហើយនៅពេលដែលឪពុករបស់រស្មីនាំរស្មីចូលទៅកាន់ក្នុងព្រៃកាន់តែជ្រៅទៅបាទហើយចំណែកតែអស់អីប៉ុណ្ណឹងគឺក៏កាន់តែសម្បូរដែរគឺមានច្រើនមែនទែនហើយរស្មីក៏បាននិយាយជាមួយនឹងពុកថាពុកចូលព្រៃជ្រៅបែបហ្នឹងពុកអត់ខ្លាចនឹងវិញផ្លូវទេអីពុករបស់រស្មីក៏បានប្រាប់ទៅកូនវិញថារស្មីកូនចូលព្រៃចាំមិនដាំរបស់ពុកប្រាប់ទៅកូនទេពុកថាយ៉ាងម៉េចកូនក៏បានភ្លេចដោយសារពេលហ្នឹងរស្មីគាត់និយាយដែរគាត់និយាយថាខ្ញុំភ្លេចអស់ហើយពុកមិនដឹងពុកនិយាយយ៉ាងម៉េចអីចឹងទៅណា
bà vì nắng phụcរបស់គាត់ក៏អត់ចង់បកស្រាយច្រើនគាត់សូគាត់ណាបង្ហើបពាក្យខ្លះៗទៅកាន់កូនរបស់គាត់អញ្ចឹងណាគាត់ក៏បាននិយាយថាកូនចាំដំណងរបស់ពុកទេពេលតែពុកបួលកូនចូលព្រៃឬក៏កូនចូលទៅព្រៃកន្លែងណាមួយឆ្ងាយឬក៏ព្រៃជ្រៅកូនកុំនិយាយពាក្យដែលមិនល្អកូនរបស់គាត់ហ្នឹងបាទរស្មីហ្នឹងគាត់ក៏បាននិយាយថាអូពុកបាទពុកខ្ញុំសុំទោសខ្ញុំភ្លេចមិនថាខ្ញុំចូលព្រៃមកជ្រៅលើកទី1នេះគឺមានអារម្មណ៍មួយថារៀងភ័យអអញ្ចឹងទៅណាពុករបស់គាត់ក៏បាននិយាយថាដូចពុក5អញ្ចឹងកូនដើរតែតាមពុកមកកូនមិនបាច់ឆ្ងាយទៅណាឆ្ងាយពីពុកទេរស្មីក៏បានដើរតាមពុករបស់គាត់កាប់អស់ដោយសពដងបាទពេលដែលគាត់កាប់អស់នៅសុកពីអ្នកឪពុករបស់គាត់បាទរស្មីក៏ស្រាប់តែឮសំឡេងឮប្រោកនៅkiaនោះគាត់ក៏បានឆ្ងល់គាត់ក៏បានក្រឡេកមើលជុំវិញរបស់ខ្លួនគាត់គឺពោពេញទៅដោយព្រៃស្ដុកខ្លាំងបាទគឺព្រៃដើមឈើធំហើយខ្យល់បក់ក្រឹតតែខ្លាំងពោពេញទៅដោយនឹងសំឡេងសត្វយំឡើងទៅហឹងអើងកងនៅក្នុងព្រៃនោះពេលហ្នឹងរស្មីគាត់ក៏បានក្រឡេកមើលជុំវិញគឺមិនមានឃើញអ្វីទេហើយក្នុងចិត្តរបស់គាត់ក៏គ្រាន់តែបុកពោះដែរគាត់រៀងភ័យបន្តិចបន្តួចប៉ុន្តែគាត់មិនហ៊ានសួរឪពុករបស់គាត់ទេនៅពេលហ្នឹងមួយសន្ទុះក្រោយមកទៀតគាត់ក៏អោនកាប់អស់ធម្មតាគាត់ទាញមែកឈើធម្មតាស្រាប់តែពេលហ្នឹងហើយហ្នឹងពេលមកទាំងអស់គ្នារស្មីគាត់ក៏បានឮសំឡេងឡើងក្រហឹមបាទសំឡេងក្រហឹមដូចសំឡេងសត្វអ្វីមិនដឹងទេណាបាទរស្មីគាត់ក៏បានឮហើយគាត់ងើបស្ដាប់ទៀតគាត់ក៏លេចមើលទៅជុំវិញខ្លួនរបស់គាត់ទៅមើលទៅមានអារម្មណ៍មួយថាព្រៃក្រាស់វារៀងរងឹតបន្តិចបន្តួចអញ្ចឹងទៅវាធ្វើឲ្យរស្មីពេលហ្នឹងគាត់បុកពោះខ្លាំងមែនតើគាត់ក៏មិនអស់ចិត្តបាទគាត់ក៏បានដើរទៅគីឪពុករបស់គាត់ក៏បានសួរទៅកាន់ឪពុកគាត់ថាពុកអំបែងមិញខ្ញុំបានឮសំឡេងអ្វីដូចជាសំឡេងសត្វអីមិនដឹងទេពុកឮក្រហឹមរៀងគឺហឹមអញ្ចឹងណាហ្នឹងហើយឪពុករបស់គាត់ក៏បានឈប់កាប់អស់ភ្លាមគាត់ក៏បានងើបមើលឆ្វេងស្ដាំហើយគាត់ក៏បានស្ដាប់ទៀងត្រចៀកគាត់ហ្នឹងស្ដាប់មើលហ្នឹងហើយស្ដាប់មើលមួយសន្ទុះធំគាត់ក៏អត់មានឮសំឡេងអីអញ្ចឹងទៅគាត់ក៏បានប្រាប់តកូនគាត់វិញថាសំឡេងគ្មានឮសំឡេងអីទេតែស្មីកូនកាប់អស់ទៅប្រហែលជាកូនទាញអស់មកប្រហែលជាវាឮសំឡេងក៏កាត់មេឈើអីអញ្ចឹងទៅកូនរបស់គាត់ហ្នឹងក៏បានធ្វើភ្នែករៀងលេងឡងបន្តិចទៅហើយគាត់ក៏គិតថាប្រហែលជាដោយឪពុករបស់គាត់និយាយអញ្ចឹងប្រហែលជាសំឡេងមេឈើអីអញ្ចឹងណាគណៈកាលពេលហ្នឹងរស្មីក៏បានកាប់អស់ដោយរាល់ដងអញ្ចឹងបាទមួយសន្ទុះមកទៀតគាត់ក៏បានឮសំឡេងមកចិត្តទៅហើយក្រហឹមនៅពេលហ្នឹងគាត់ក៏បានងាកទៅមើលឪពុករបស់គាត់ក៏បានក្រឡេកមកមើលរស្មីអញ្ចឹងទៅនៅពេលហ្នឹងគាត់ក៏បាននឹកក្នុងចិត្តថាដូចជាមិនសូវស្រួលគាត់ក៏បានបបួលរស្មីហ្នឹងបាទដើរចេញរៀងឆ្ងាយបន្តិចគាត់ដឹងហើយប៉ុន្តែគាត់មិនហ៊ាននិយាយទេថាជាសំឡេងអ្វីពេលដែលគាត់នាំកូនគាត់គេចមករៀងឆ្ងាយបន្តិចគឺការទៅចូលព្រៃជ្រៅទៅណាមិនមែនព្រៃរ៉ាក់ទេគឺចូលរឹតតែជ្រៅនៅពេលនោះឪពុករបស់រស្មីគាត់ក៏បានស្រាប់តែពង្វេងផ្លូវជាមួយនឹងរស្មីហើយរស្មីនៅគណៈការពេលហ្នឹងគឺគាត់ភ័យខ្លាំងមែនតើគាត់មិនដឹងថាធ្វើយ៉ាងណាទេប៉ុន្តែគាត់មិនហ៊ាននិយាយឬក៏មិនហ៊ានមាត់លក្ខណៈថាអាក្រក់ស្ដាប់ទេគាត់ក៏បានរត់តែកាន់ដៃឪពុករបស់គាត់រត់តែជាប់ឪពុករបស់គាត់ក៏បានដឹងថាកូនរបស់គាត់ហ្នឹងប្រហែលជាភ័យខ្លាំងហើយបានជាកូនរបស់គាត់ហ្នឹងរត់តែចាប់ដៃរបស់គាត់ឪពុករបស់រស្មីគាត់ក៏បានតាំងអារម្មណ៍គាត់ឲ្យស្ងប់បាទហើយគាត់ក៏បានសម្រេចចិត្តនឹកឃើញថាហ្នឹងហើយកូនរបស់គាត់ហ្នឹងសម្រាប់នៅក្នុងព្រៃនេះវាសាគឺយប់ជ្រៅណាស់ទៅហើយអាត្រេតចូលម៉ោង7ម៉ោង3ហើយគឺក្នុងព្រៃជ្រៅបាទនៅក្នុងព្រៃជ្រៅហ្នឹងគឺម៉ោង2ម៉ោង3ហ្នឹងគឺមេឃចាប់ដើមងងឹតខ្លាំងហើយដោយសារវាព្រៃស្ដុកខ្លាំងពេកអញ្ចឹងទៅបានធ្វើឲ្យវាមេឃងងឹតរត់តែខ្លាំងនៅពេលដែលឪពុករបស់រស្មីគាត់បានដឹងថាយប់ជ្រៅគាត់ក៏បានរៀបចំបាទធ្វើជាធ្នើបាទអ្នកព្រានព្រៃឬក៏អ្នកដែលប្រមាញ់សត្វអីគឺគាត់ធ្លាប់ដឹងអីបាទបងប្អូនទាំងអស់គ្នាគឺធ្លាប់ជួបអីឬក៏ធ្លាប់ស្ដាប់រឿងរបស់រឿងច្បងគាត់ផ្សេងដែលគាត់ធ្លាប់និយាយជាមួយនឹងសាច់រឿងហ្នឹងបាទឪពុករបស់រស្មីគាត់ក៏បានធ្វើធ្នើស្នាក់នៅឯលើដើមឈើនៅពេលហ្នឹងរស្មីគាត់ក៏បានមិនបង្អង់យូរដែរគាត់ក៏បានជួយលើកឈើជួយហុចឈើរបស់ឪពុករបស់គាត់នៅពេលដែលគាត់រៀបចំធ្វើធ្នើសម្រាប់នៅលើដើមឈើហើយមុននឹងឡើងទៅលើដើមឈើគាត់ក៏បានរៀបចំបាទឬក៏បញ្ចុះអ្វីតិចតួចដោយសារឪពុករបស់អ្នកស្មីគាត់ក៏បាននិយាយដែរថាគាត់
ជាអ្នកដើរព្រៃមែនមិនមែនតែគាត់មិនចេះអ្វីទេគាត់ចេះតិចតួចដើម្បីការពារខ្លួនរបស់គាត់ពេលដែលចូលព្រៃជ្រៅឬក៏ពេលដែលមកវិញផ្លូវនៅពេលហ្នឹងឪពុករបស់រស្មីគាត់ក៏បានរៀបចំអីវ៉ៃអីវ៉ាន់របស់គាត់បានឡើងទៅលើធ្នើហើយគាត់ក៏បានប្រាប់កូនគាត់ថាពេលដែលគាត់ឡើងកូនឯងឡើងទៅដល់លើហើយមិនថាកូនឯងឃើញអ្វីនោះទេកូនឯងធ្វើចិត្តឲ្យស្ងៀមឬក៏កូនឯងបិទភ្នែកវាចិត្តទៅបាទកុំបើកភ្នែកមើលអីមិនថាមានរឿងអ្វីកើតឡើងក៏ដោយកូនឯងត្រូវតែបិទភ្នែកនៅពេលហ្នឹងរស្មីគាត់ក៏បានចាំនឹងម្ដាំឪពុករបស់គាត់បាទគាត់ក៏បានឡើងទៅលើធ្នើទៅគាត់សម្រាប់អីអញ្ចឹងណាឪពុករបស់គាត់ក៏បានរៀបចំបង្កាត់ភ្លើងនៅខាងក្រោមធ្នើបាទនៅក្រោមដើមឈើដែលគាត់ធ្វើធ្នើនៅសម្រាប់ហ្នឹងក៏បានរៀបចំបង្កាត់ភ្លើងមួយទំនុកធំដែរដើម្បីបំពួកបង្ហុយផ្សែងដើម្បីកុំឲ្យមានមូសខាំមូសអីអញ្ចឹងទៅកុំឲ្យមានសត្វល្អិតអីវាចូលមកយាយអញ្ចឹងទៅណាគណៈការពេលដែលឪពុករបស់រស្មីគាត់បានរៀបចំជាមួយនឹងដើមឈើមេឈើមកច្រើនឬក៏ធ្នើរបស់គាត់ចងឡើងជាប់តែម្ដងគាត់ក៏បានរៀបចំឡើងទៅលើធ្នើពីអ្នកកូនរបស់គាត់គណៈការពេលហ្នឹងគាត់ក៏បានរៀបចំបាយទឹកឬក៏បាយសម្លដែលគាត់ខ្ចប់យកមកពីផ្ទះហ្នឹងដើម្បីទុកសម្រាប់ហូបហ្នឹងគឺគាត់ក៏បានរៀបចំលាបយកមកឲ្យកូនគាត់ហូបបាទគណៈការពេលដែលគាត់រៀបចំហូបបាយជាមួយនឹងកូនរបស់គាត់កូនគាត់ឬក៏គាត់ហ្នឹងស្រាប់តែឮសំឡេងខ្លាក្រហឹមលើកទី2បាទរឹតតែខ្លាំងខ្លាំងជាងមុនរាល់ដងពេលដែលគាត់ឮសំឡេងកូនគាត់ក៏រៀងភ័យញ័រដែរប៉ុន្តែរស្មីគាត់ក៏បានមិនមែនជាចូលព្រៃលើកទី1ទេរស្មីគឺគាត់ចូលមកយូរឆ្នាំហើយប៉ុន្តែគាត់អាចជួបរឿងបែបហ្នឹងអញ្ចឹងទៅណាប៉ុន្តែឪពុករបស់គាត់ហ្នឹងគណៈការពេលហ្នឹងគឺគាត់លក្ខណៈថាជ្រុលហើយគាត់នាំកូនគាត់ចូលមកក្នុងព្រៃហ្នឹងគឺវាជ្រុលហើយដោយសារគាត់កន្លងមកគឺគាត់ធ្លាប់ដើរតែម្នាក់ឯងគឺព្រៃជ្រៅគឺគាត់ទៅអស់ហើយប៉ុន្តែនៅតែមួយកន្លែងហ្នឹងគឺព្រៃហ្នឹងគឺអានៅចិត្តផ្ទះហ្នឹងគាត់នាំកូនគាត់មកហ្នឹងគឺវាអស់កាប់ទៅហើយគណៈការពេលដែលឪពុករបស់រស្មីគាត់បានឮសំឡេងក្រហឹមខ្លាជាមួយនឹងរស្មីហ្នឹងគាត់ក៏បានប្រាប់ទៅកាន់កូនគាត់ថាកុំភ័យធ្វើអារម្មណ៍ឲ្យស្ងប់ពុកនៅទីនេះហើយឪពុករបស់រស្មីគាត់ក៏បានត្រៀមជាមួយនឹងកាំបិតផ្គាក់របស់គាត់ដោយសារគាត់មិនមានជាកំភ្លើងទេដោយសារគាត់ត្រឹមតែជាអ្នកកាប់អស់គាត់អត់បានមានយកកំភ្លើងយកអីមកការពារខ្លួនទេប៉ុន្តែឪពុករបស់រស្មីគាត់ក៏បាននិយាយថាគាត់ក៏មានកូនបាទកាំបិតផ្ទុះបាទពីដើមគឺគេហៅថាកាំបិតផ្ទុះក៏កាំបិតផ្ទុះហ្នឹងគឺគាត់ក្បាច់ស្អាតតែម្ដងលក្ខណៈថាដូចជាកាំបិតអាគមអញ្ចឹងប៉ុន្តែកាំបិតហ្នឹងគឺបើនិយាយទៅនឹងការព្រានព្រៃឬក៏អ្នកប្រមាញ់សត្វគេហៅថាកាំបិតអាគមឬក៏កាំបិតបញ្ចុះអាគមដើម្បីទុកសម្រាប់ព្រាយខ្លាឬក៏ការពារខ្លួនហ្នឹងប៉ុន្តែកាំបិតរបស់ឪពុករស្មីនេះគាត់មិនមែនជាអ្នកបញ្ចុះអាគមខ្លួនឯងទេបាទរស្មីគាត់ក៏បាននិយាយដែរកាំបិតរបស់ឪពុកគាត់គ្រាន់តែយកទៅឲ្យបាទគ្រូបាអាចារ្យបញ្ចុះជាមួយនឹងបតីបទូចមិនមែនទេសារគាត់មិនមែនជាអ្នកដំណំកាន់ទឹកលើខាងគ្រូឬក៏ខាងអីខ្លាំងណាស់ណាទេគាត់តែគាត់ជាអ្នកចូលព្រៃគឺគាត់ត្រូវការនឹងបំណងអ្វីឬក៏បំណងមួយចំនួនដែលគាត់ត្រូវការដើម្បីឲ្យសមរម្យជាមួយនឹងគាត់ជាអ្នកកាប់អស់បាទគណៈការពេលដែលឮសំឡេងខ្លាក្រហឹមបាទឮចិត្តទៅមួយសន្ទុះគាត់ក៏បានរៀបចំពូជពីអ្នកឪពុកកូនហ្នឹងនៅឡើងឈាមតែម្ដងក្រឡេកមើលទៅឆ្វេងឆ្ដាមគឺមិនមានឃើញអ្វីទេបាទគឺក្រឡេកមើលទៅក្រោមទៅមានតែបំណុកភ្លើងដែលគាត់បានដុតបំពួកដោយសារនៅជុំវិញហ្នឹងគឺវាពោពេញទៅដោយភាពងងឹតគឺកងឹតសូនឆឹងតែម្ដងគឺមិនមានឮសំឡេងអ្វីឬក៏លក្ខណៈថាស្ងាត់ដល់ល្ងំតែម្ដងបាទពេលដែលឮសំឡេងខ្លាហ្នឹងក្រហឹមដាច់មួយសន្ទុះមកទៀតក៏បានស្ងាត់បាទក៏បានស្ងាត់សំឡេងខ្លាក្រហឹមហើយឪពុកកូននៅយប់ហ្នឹងគឺក៏សម្រាមមិនលក់ទេឪពុករបស់រស្មីក៏បានប្រាប់ទៅរស្មីថាគេងទៅកូនហើយចាំពុកនៅអង្គុយបក់មូឲ្យចំណែករស្មីគេក៏បាននិយាយថាខ្ញុំមិនគេងទីពុកបើពុកមិនគេងខ្ញុំក៏មិនគេងដែរឪពុករស្មីបានតបទៅកាន់រស្មីថាបើពុកគេងកូនគេងអស់តើអ្នកណាគេនៅអង្គុយយាមឬក៏អង្គុយមើលកូនឬក៏អង្គុយបាក់មូអញ្ចឹងទៅណារស្មីក៏បានតបទៅកាន់ឪពុកវិញថាខ្ញុំគេមិនលក់ទីពុកបើពុកមិនគេងដែរនោះអញ្ចឹងបើពុកមិនគេងខ្ញុំក៏មិនគេងដែរបាទឪពុករស្មីក៏បង្ខំកូនមួយសន្ទុះដែរមកកូនក៏មិនព្រមស្ដាប់ក៏បានសម្រេចចិត្តថាបើកូនថាមិនគេងទៅហើយអង្គុយមើលជាមួយពុកក៏បានដែរប៉ុន្តែកុំភ័យខ្លាចអីសោះ
để xa hết cái ní phục chuột chỉ tràn đòn hài phần tay phục miền là vậy cả làng thì dương nơ lư thân nơ hai dương phật tục phật phầy anh chớ nè để mấy có bàn tục chặt khla đài phần tay để xa để mấy mình đài chụp đường em đến quạt có đường phầy khai và tay bị tuổi và mỗi dân tu coi một tiết rẽ sao mây đằng ở phục là bỏ quán nó có bàn lư sầm lên sạt hào ta sầm lên sạt to ló sầm lá to sạt to ló nó cứ cha quan vậy đấy lọp lư con vậy tham sầm lên sạt to ló nó pe đại về dũng á cứ sạt nó cứ chỉ sạt là nóm xa nằm bay ở pri khai được có khai thì này vì chỉ sạt nóm xa mùi oi ta pe lư sầm lên nhưng dùng cái này nó cứ khai nó chạy một cái này nè con tay pe đại lư sầm lên sạt to lo nó về dũng á trái đó nè bà ở phục đó để mày nó cứ vì anh dùng tên này ngay thì sạt to lo nó cứ vì dùng nơi lư đom chơi đã ở phục đó để mày nó để mày nó còn thơ thơ nó sạn nơi đó cứ vì dùng nơi lư nè pe dùng lư nó hái cô bỏ cọ đó nè bà có bạn trai từ cả nó phục bỏ qua tháp phục vì nó khẳng lười dưới ngấp phục ở phục bỏ quất có bạn lấy tới khơi sạch nè bà hay quật có bạn đẹp tròn chỉ mùi nâng vụt trăm cô đã bỏ quất bà cứ trong piêm cao su đang ấy bà bị đám cứ trong piêm cao su được ấy nè đã cặp thì tôi có tay để cho tang luôn này tôi còn chuột chỉ mùi nâng sạch cái đo sạch ấy quật bàn và tình tôi là bây giờ một thôi chỉ một và hai trái nè nơi pe đã quạt ban khơi chỉ môi nâng sạt nâng tôm nơi hàng lừa đam chơi để quạt thui chấm rục nắng quạt có ban vô trong piêm cao su rồi bỏ qua nắng một bành nơi pe đã quạt bành tới sạt nâng cư bị trời với tề với có ban hào ao tập bạt cái nạ ca pe đã sạt nâng vì dùng bạt mùi sần tú ở phụ bỏ quạt có ban pra tạc để smay thá để smay cốn vừa rau mày ngập và tịch tiện ní cô nâng ban khơi nhau quay đai cô mình đai khóc khơi nơi pe nâng để smay có ban su tại can ở phụ quạt tiền tại quạt su tiền tại ngó quạt su ở phụ bỏ quạt tha phục cho mà hai nhà vậy một càng nhóm được có vậy để chồng lại chẳng á phục là báo cốt của bạn này vậy thà tay tiết cô đừng cười hời phục mình bạch bỏ sai tiền nó bên nó đẹp mấy của bạn còn lấy mơ từ mơ chung quanh luôn được bỏ cốt của bạn mơ từ đam chờ một đào nặng thông sao tại con khơi miên mình nút đá cốt của bạn xây tập nào phục quả tha phục trong khơi mình nút đá phục nó bên nó phục là báo cốt của bạn vậy thà còn mót này chứ phục đằng hai từ về nắng sao ta khơi mình đục đá về đẹp đá bạch bằng chỉ mùi đàm chờ mùi vàng thốn mùi tiết sao ta khơi bạn mình chỉ mình đủ tệ để mấy của bạn khơi những này sao tam đòn về đẹp đá bị đam chờ mùi để đam chờ mùi cứ đụng điểm mình đủ bằng đam chờ mùi tiết sao ta tranh khla đà mò nâng hai chỉ từ tập hiện mùi này để mấy quạt khơi là cua khla quạt ban vậy ha quạt khơi sao tam đó còn tay AP đã còn khơi chịu rụng riêng mình đủ đá nó cứ còn mưa mình vô thế ta chơi rụng riêng mình đủ đâu sao vậy sọ cứ về một còng được sọ về lòng đa tam đó bằng một cứ lẽ nặng mưa tập tì một là bỏ quát cứ mưa mình chùl bà hay bộ pin tại đôi bị còn nghịch hóng hay xâm liệp bằng pẹ cứ lẽ nặng thà ao mình tròn ao kho mình tròn kho thì cứ mưa tàu làng rồi dây làng chả làng thị trụ ở ta hơi môi sừng tu màu tiết nữa có bán tranh một chỉ môi đừng khả đào được mình bà để thấy có bàn rồi bà tập bộ quả ta bụng nụ rồi khá bụng còn này mình dây chắc bụng bao cốt có bàn để đây rồi từ lửa smart bao cồn cốt bà tập can cồn tha cùng một nơi chim bà cồn mình trắng mới của bên này từ bụng bao cốt đó này cứ ông quỳ lại cái nó đã can tay cả một kẹo bao cốt thì cứ ông quỳ lại là bàn để trầm mờ chẳng á cứ ở hiện thừa vậy thì hai chục máy pre kha năng vinh kê có ở thừa ấy chỉ muốn những ở phục cầu năng đài đời xa ở phục là bà cô nắng chỉ muốn ở phục ở đẹp xoay nắng cứ cho một can lại kê anh chứng tấn á bà kê có bàn đào một mờ một ấy chân từ bà sân chỉ ở đẹp xoay năng ở phục là bà quạt bàn từ bánh được có từ làm vậy nên không pre đồng bàn nắng bà chỉ bàn năng chỉ pre kha một tam gì chỉ muốn những ở phục cầu năng ngày cái nạ ca p đã quạt bàn nằm cùi sọc mùi tù móc sạch kha nó ngay có bàn đào trên cho mình bà việc đào trên cho mình bà tớ pin ở phục là bà cô ơi cô nó có bàn nằm cùi du tới có bàn sạch để lụa bà có bàn trên trường chỗ mà đào plư tờ hái p đã mê plư ở phục cô nó có bàn cho vì lựa thân là bà quạt bánh bà quạt có bàn và bùa cái này nó nghe bà lì ở bà quạt nó pin ở phục cô nó có bàn đào tập lập tập phùng mình về đã có đào từ can phùm hơi bà về đã có phụ qua mà đào phùm bà để mấy có ban đào từ chạy dùng để đi coi chạy chỉ muốn tập hiệp để quạt khơi nếu bị dục mấy
តែប្រាប់ទៅនឹងអ្នកភូមិឬក៏ក្មេងៗនៅចិត្តៗហ្នឹងណាគាត់ក៏បាននិយាយថាគាត់អូគាត់ឃើញអ្វីយុមិញនៅក្នុងព្រៃគាត់ចូលទៅពីអ្នកឪពុករបស់គាត់ជួបអីច្រើនណាស់ហើយអ្នកភូមិនៅហ្នឹងគាត់ក៏បានសរសើរជាមួយនឹងរស្មីដែរគាត់ថារស្មីពេលដែលឃើញហើយគឺអត់មាន slot អីនោះទេលក្ខណៈថាភ័យខ្លាចបន្តិចបន្តួចដែរប៉ុន្តែគាត់មិនឈានជើងចូលទៅដល់លក្ខណៈថាគាត់ slot ហ្នឹងហើយគាត់អត់ slot ទេគឺគាត់បានលក្ខណៈថាតាំងអារម្មណ៍របស់គាត់ខ្លាំងដែរគឺរស្មីគាត់បានឃើញទស្សនវិជ្ជាមួយនឹងគឺស្ដែងតែម្ដងប៉ុន្តែពាក់ព័ន្ធទៅនឹងព្រាយខ្លាមួយហ្នឹងគឺគេអត់ធ្វើអ្វីទេលក្ខណៈថាយើងមិនធ្វើអីគេក៏អត់ធ្វើអីយើងដែរអញ្ចឹងទៅណាហ្នឹងហើយអញ្ចឹងសាច់រឿងនេះគឺបានឈានជើងចូលមកដល់ទីបញ្ចប់ផងដែរបាទពាក់ព័ន្ធជាមួយនឹងសាច់រឿងនេះហើយវាចប់ទៅដោយតែត្រឹមហ្នឹងគឺរស្មីនិងឪពុករបស់គាត់បានជួបជាមួយនឹងហេតុការណ៍ដ៏ចម្លែកនៅក្នុងព្រៃតែដែលថាពេលហ្នឹងបើសិនជាគាត់និងឪពុករបស់គាត់មានកំភ្លើងឬក៏មានអ្វីបាញ់ឬក៏គប់ទៅព្រាយខ្លាហ្នឹងច្បាស់ណាស់ជាព្រាយខ្លាហ្នឹងយប់ហ្នឹងមិនអោយគាត់ទៅណាទេច្បាស់ជានៅតាមយាគាត់នឹងនៅកន្លែងហ្នឹងហើយប៉ុន្តែដោយសារឪពុករបស់គាត់ដើរព្រៃរាប់ឆ្នាំហើយគឺគាត់ដឹងហើយថាកន្លែងណាដែលស្រួលថ្នាក់และកន្លែងណាដែលសុវត្ថិភាពដោយសារពេលហ្នឹងគឺគាត់បានជើងវារៀងជ្រុលបន្តិចបាទចូលទៅកាន់ព្រៃជ្រៅពីអ្នកកូនរបស់គាត់ដោយសារនៅចិត្តហ្នឹងគឺវាអស់ទៅហើយជាមួយនឹងអីអញ្ចឹងណាបាទគាត់ចូលទៅកាន់ព្រៃជ្រៅរស្មីគាត់ក៏បានជួបរឿងពិតនិយាយទៅគឺជួបរបស់ពិតអញ្ចឹងទៅណាបាទអញ្ចឹងសាច់រឿងនេះក៏បានឈានជើងចូលមកដល់ទីបញ្ចប់ហើយមុននឹងចប់ខ្ញុំក៏បានសូមចិត្តទៅដល់បងប្អូនម្នាក់មួយផងកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងនិងបើកសញ្ញាកណ្ដឹងនឹងឲ្យ Like និង Share ម្នាក់មួយផងបាទអរគុណច្រើន